ជំរាបសួរលោកគ្រូនៅក្នុងវីដេអូនេះខ្ញុំធ្វើកិច្ចការតធ្វើអំពី ECO2 in AWS ជាកន្លែងនេះខ្ញុំវាយពាក្យហើយ in A ហើយបន្ទាប់មកចូលទៅ AWS យកពាក្យខ្ញុំជ្រើសយកពាក្យUN នេះបន្ទាប់មកខ្ញុំចូលទៅកាន់ website AWS នេះហើយខ្ញុំចូលទៅកន្លែងនេះខ្ញុំ search ពាក្យEC2 នេះខ្ញុំចូលកន្លែងនេះហើយបន្ទាប់មក instant ខ្ញុំយកពាក្យinstant នេះវាពងតែដំណើរការហើយកន្លែងនេះខ្ញុំធ្វើការវាយឈ្មោះរបស់ខ្ញុំចូលហើយបន្ទាប់មកជ្រើសរើសនេះហើយចូលដល់កន្លែងនេះខ្ញុំបាន log in ឈ្មោះខ្ញុំហើយបន្ទាប់មកខ្ញុំចូលកន្លែងនេះហើយខ្ញុំlog in ឈ្មោះរបស់ខ្ញុំចូលហើយខ្ញុំចុច create មកតោះមកខ្ញុំអាច log in ចូលបានហើយកន្លែងនេះខ្ញុំយក20ហើយចុចពី instant នេះហើយវាកំពុងតែដំណើរការហើយបន្ទាប់មកចូលកន្លែងនេះខ្ញុំ connect វាចូលហើយកន្លែងនេះយក ASX ហើយខ្ញុំធ្វើការ YCD ហើយបន្ទាប់មកខ្ញុំផាសពាក្យនេះចូលចំពោះការងារនេះខ្ញុំបាន log in ហើយអរគុណលោកគ្រូដែលបានទស្សនាវីដេអូរបស់ខ្ញុំ